តែជាការពិតនៅពេលដែលមនុស្សគ្រប់គ្នានិយាយថាស្នេហាធ្វើឲ្យមនុស្សឈឺចាប់ចុះបើវាជាការពិតហេតុអ្វីមនុស្សគ្រប់គ្នាចាំបាច់មានស្នេហាមិត្តភក្តិបងតាមិត្តភក្តិព្រោះតែការស្រឡាញ់តែងតែមានការប្រច័ណ្ឌចុះហេតុអីរាល់ពេលប្រច័ណ្ឌម្នាក់តែងតែធ្វើអ្វីមួយដើម្បីបញ្ឈឺចិត្តគ្នាលទ្ធផលគឺមានតែខ្លួនយើងទេដែលរត់តែឈឺចាប់ពុកម៉ែអូនតាមិត្តភក្តិគេស្និទ្ធស្នាលគ្នាគេគិតគិតគ្នាចឹងមែនអញ្ចឹងមិត្តភក្តិគេអោបថើបគ្នាដូចយើងអញ្ចឹងឆ្ងល់ហេតុអីបានអូនឯងចិត្តប្រច័ណ្ឌខុសរឿងខ្លាំងមែនប្រច័ណ្ឌបិទសិតសារចិត្តបងនៅស្រីគឺអញ្ចឹងបងមិនចេះប្រច័ណ្ឌមិនចេះរករឿងគេឲ្យមនុស្សស្រីទេតែគេក៏មានព្រំដែនរបស់គេដែរគ្រប់យ៉ាងទាំងអស់គឺកើតចេញមកពីការស្រឡាញ់គេអត់ស្រឡាញ់គេខ្វល់ទេគេទៅដើរលេងមិត្តភក្តិគេទៅ shopping នឹងវាសប្បាយជាងអារម្មណ៍ថាពេលនេះយើងឆ្ងាយពីគ្នាសម្លឹងទូរស័ព្ទរងចាំឲ្យគេខលមកលងតែមិនគ្រាន់ការគិតបានត្រឹមតែគិតគេមិនខំមកលងយើងឡើយអង្គុយម្នាក់ឯងទឹកភ្នែកហូរមិនដឹងខ្លួនតែស្រស់មានស្រួលដឹងទេថាចិត្តខ្ញុំយ៉ាងណាខ្ញុំកណ្ដាលកណ្ដៃរងាឯកាតែដល់ពេលណាគេយល់ពីអារម្មណ៍ខ្ញុំខូចចិត្តពេលនេះគ្មានអ្នកណាដឹងខូចចិត្តពេលហ្នឹងគ្មានអ្នកយល់ទេពេលស្រឡាញ់គ្នាអានថាពីអ្នករីករាយមិនដែលហើយតែពេលជួបគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសខ្ញុំលងរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់ message មិនឆ្លើយខលក៏មិនលើចិត្តកាន់តែច្រំបងគេពិតមិនយល់ថាខ្ញុំអាចការប៉ុណ្ណាតែដឹងទេថាខ្ញុំខកចិត្តអារម្មណ៍ថាពេលនេះយើងឆ្ងាយពីគ្នាសម្លឹងទូរស័ព្ទរងចាំឲ្យគេខលមកលុំតែបង្រួនការគិតហើយត្រឹមតែគិតគេមិនខំមកលងយើងឡើយអង្គុយម្នាក់ឯងទឹកភ្នែកហូរមិនដឹងខ្លួនតែស្រស់មានស្នួនដឹងទេថាចិត្តបងយ៉ាងណាជុំកណ្ដៃរងាឯកាតែដល់ពេលណាគេយល់ពីអារម្មណ៍ខ្ញុំខូចចិត្តពេលនេះគ្មានអ្នកណាដឹងខូចចិត្តពេលហ្នឹងគ្មានអ្នកយល់ទេពេលស្រឡាញ់គ្នាអានថាពីអ្នករីករាយមិនដែលហើយតែពេលជួបគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសខ្ញុំលងរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់ message មិនឆ្លើយខលក៏មិនលើចិត្តកាន់តែច្រំបងគេពិតមិនយល់ថាខ្ញុំអាចការប៉ុណ្ណាតែដឹងទេថាខ្ញុំខកចិត្តទូរស័ព្ទទៅគេទូដឹងគេចិត្តដាច់ប៉ុណ្ណាដឹងឮហើយគេមិនវិចារតើគូទ្រាំដល់ណាឬក៏ចប់ត្រឹមណាខូចចិត្តពេលនេះគ្មានអ្នកណាដឹងខូចចិត្តពេលហ្នឹងគ្មានអ្នកយល់ទេពេលស្រឡាញ់គ្នាអានថាពីអ្នករីករាយមិនដែលហើយតែពេលជួបគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសលងគេរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់ message មិនឆ្លើយខលក៏មិនលើចិត្តកាន់តែច្រំបង
គេពិតមិនយល់ថាខ្ញុំអាយកាប៉ុណ្ណាក៏ដឹងតែខូចចិត្តពេលនេះគ្មានអ្នកណាដឹងខូចចិត្តពេលនឹងគ្មានអ្នកយល់ទេពេលស្រលាញ់គ្នាអានហើយពីអ្នករីករាយមិនដែលហើយតែពេលឆ្លុះគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសខ្ញុំលួងរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់ message មិនឆ្លើយខលគុំលើចិត្តកាន់តែច្រំបងគេពិតមិនយល់ថាខ្ញុំអាយកាប៉ុណ្ណាក៏ដឹងទេថាខ្ញុំខកចិត្តខ្ញុំខកចិត្តពេលនេះគ្មានអ្នកណាដឹងខកចិត្តពេលនឹងគ្មានអ្នកយល់ទេពេលស្រលាញ់គ្នាបានថាពីអ្នករីករាយមិនដែលហើយតែពេលឆ្លុះគ្នាត្រូវខកចិត្ត គេមានន័យថាបងស្រឡាញ់បងខ្ញុំឡើងกับការទៅទៀតហើយខ្ញុំឡើងទៅចាប់ការកលាប់ហើយតែខ្ញុំចង់មកកាស្លាឃើញអត់លទ្ធផលឈូគ្នាអត់បានអីមកវិញទេតែពិតបើសិនជាយើងអត់ឲ្យនៅគ្នាម្នាក់បន្តិចទៅវាចិត្តត្រជាក់ឯងខ្លួនបាត់ហើយការឈូគ្នាគឺការឡើងដោយសារតែមនុស្សប្រុសអត់យល់ពីអារម្មណ៍របស់មនុស្សស្រីយល់តែចិត្តខ្លួនឯងទេគឺអត់ដឹងថាធ្វើមិនទៀតទេព្រោះថាតាមកូនគ្រប់យ៉ាងមនុស្សគ្រប់គ្នាតែតែមានហេតុផលរៀងខ្លួនលើផងតែតែគិតថាខ្លួនឯងធ្វើអីក៏ត្រូវដែរใครអត់ដែលមកឃើញពីកំហុសរបស់ខ្លួនឯងទេនៅស្រីគិតថាខ្លួនឯងណាត្រូវគ្រប់យ៉ាងណាដើម្បីកុំឲ្យឈូគ្នាអូខេនៅស្រីចង់បានអីខ្លះធ្វើអីហាមអ្នកញោមអាន password Facebook ហើយនឹងលេខកូដទូរស័ព្ទឲ្យខ្ញុំត្រូវផ្ញើសារ good morning និង good night ជាមួយខ្ញុំហើយត្រូវបញ្ជាក់ពីក្តីស្រឡាញ់ឲ្យខ្ញុំឡើងដឹងយកចិត្តទុកដាក់ជាមួយខ្ញុំជាងស្រីដទៃចុះបើមនុស្សផងគ្រប់គ្នាធ្វើអញ្ចឹងបានដែរតាមមនុស្សស្រីឈប់ប្រច័ណ្ឌនិងឈប់ហៅរឿងការស្រឡាញ់គ្នាឲ្យមានក្តីសុខខ្ញុំគិតថាគឺមានតែការអធ្យាស្រ័យគ្នាទៅវិញទៅមកយកចិត្តទុកដាក់បង្ហាញពីក្តីស្រឡាញ់របស់យើងឲ្យមនុស្សដែលយើងស្រឡាញ់បានដឹងអូខ្លាំងសរសើរទាំងអស់គ្នាត្រូវចាំណានៅពេលដែលយើងស្រឡាញ់អ្នកណាពិតប្រាកដហើយសង្សារយើងទិញខោអាវឬក៏ផ្កាកន្លះឲ្យគឺយើងចាំយករូបផ្កាហើយនឹងផ្កាស្លាវិញល្អជាងឧបត្ថម្ភដោយផលិតផលសម្រាប់បុរស Gatsby ម្សៅផាត់មុខ Pixie Two Way Cake Powder ទឹកពិសាបរិសុទ្ធ Tulip គេមិនខំមកលងលងយើងឡើយអង្គុយម្នាក់ឯងទឹកភ្នែកហូរមិនដឹងខ្លួនតែស្រស់មានស្រួលដឹងទេថាចិត្តខ្ញុំយ៉ាងណាខ្ញុំក៏ដល់កណ្ដៃរងាឯកាតែដល់ពេលណាគេយល់ពីអារម្មណ៍ខ្ញុំខូចចិត្តពេលនេះគ្មានអ្នកណាដឹងខូចចិត្តពេលនឹងគ្មានអ្នកយល់ទេពេលស្រលាញ់គ្នាអានហើយពីអ្នករីករាយមិនដែលហើយតែពេលឆ្លុះគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសខ្ញុំលួងរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់ message មិនឆ្លើយខលគុំលើចិត្តកាន់តែច្រំបងគេពិតមិនយល់ថាខ្ញុំអាយកាប៉ុណ្ណាតែដឹងទេថាខ្ញុំខកចិត្តអារម្មណ៍ថាពេលនេះយើងឆ្ងាយពីគ្នាសម្លឹងទូរស័ព្ទរងចាំឲ្យគេមិត្តភក្តិគេស្និទ្ធស្នាលគ្នាគេគិតគិតគ្នាចឹងមែនអញ្ចឹងហ៎អញ្ចឹងមិត្តភក្តិគេអោបថើបគ្នាដូចយើងអញ្ចឹងហ៎ឆ្ងល់ហេតុអីបានអូនឯងចិត្តប្រច័ណ្ឌខុសរឿងខ្លាំងមែនប្រច័ណ្ឌហ៎បិទសិតហ៎សារចិត្តបងនៅស្រីគឺអញ្ចឹងបើមិនចេះប្រច័ណ្ឌមិនចេះរករឿងគេអត់ឲ្យមនុស្សស្រីទេតែគេក៏មានព្រំដែនរបស់គេដែរគ្រប់យ៉ាងទាំងអស់គឺកើតចេញមកពីការស្រឡាញ់គេអត់ស្រឡាញ់គេខ្វល់ទេគេទៅដើរលេងនឹងមិត្តភក្តិគេទៅ shopping នឹងវាសប្បាយជាងអារម្មណ៍ថាពេលនេះយើងឆ្ងាយពីគ្នាសម្លឹងទូរស័ព្ទរងចាំឲ្យគេខលមកលំតែមិនគ្រាន់តែគិតបានត្រឹមតែគិតទូដឹងគេចិត្តដាច់ប៉ុណ្ណាដឹងឮហើយគេមិនវិចារ
តែគូទ្រាំដល់ណាឬក៏ចប់ត្រឹមណាគូចិត្តពេលនេះគ្មានអ្នកណាដឹងគូចិត្តពេលហ្នឹងគ្មានអ្នកយល់ទេពេលស្រលាញ់គ្នាអានហើយពីអ្នករីករាយមិនដែលហើយតែពេលជួបគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសលងគេរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់មេសេចមិនឆ្លើយខុសក៏មិនលើចិត្តកាន់តែច្រវល់គេពិតមិនយល់ថាខ្ញុំអាយកាប៉ុណ្ណាក៏ដឹងតែខូចចិត្តពេលនេះគ្មានអ្នកណាដឹងខូចចិត្តពេលហ្នឹងគ្មានអ្នកយល់ទេពេលស្រលាញ់គ្នាអានហើយពីអ្នករីករាយមិនដែលហើយតែពេលជួបគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសខ្ញុំលួងរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់មេសេចមិនឆ្លើយខលក៏មិនលើចិត្តកាន់តែច្របងគេពិតមិនយល់ថាខ្ញុំអាយកាតែជាការពិតនៅពេលដែលមនុស្សគ្រប់គ្នានិយាយថាស្នេហាធ្វើឲ្យមនុស្សឈឺចាប់ចុះបើវាជាការពិតហេតុអ្វីមនុស្សគ្រប់គ្នាចាំបាច់មានស្នេហាមិត្តភក្តិបងតាមិត្តភក្តិព្រោះតែការស្រឡាញ់តែងតែមានការប្រច័ណ្ឌចុះហេតុអីរាល់ពេលប្រច័ណ្ឌម្នាក់តែងតែធ្វើអ្វីមួយដើម្បីបញ្ឈឺចិត្តគ្នាលទ្ធផលគឺមានតែខ្លួនយើងទេដែលរត់តែឈឺចាប់ពុកម៉ែអូនតាខលមកលុំតែបងគ្រាន់ការគិតហើយត្រឹមតែគិតគេមិនខំមកលងលងយើងឡើយអង្គុយម្នាក់ឯងទឹកភ្នែកហូរមិនដឹងខ្លួនតែស្រងនេះស្ងួនដឹងទេថាចិត្តបងយ៉ាងណាជុំកណ្ដាលរងនេះឯកាតែដល់ពេលណាគេយល់ពីអារម្មណ៍ខ្ញុំខូចចិត្តពេលនេះគ្មានអ្នកណាដឹងខូចចិត្តពេលហ្នឹងគ្មានអ្នកយល់ទេពេលស្រលាញ់គ្នាអានហើយពីអ្នករីករាយមិនដែលហើយតែពេលជួបគ្នាត្រូវខូចចិត្តម្នាក់ឯងពេលដែលគេធ្វើខុសខ្ញុំលួងរដងពេលខ្ញុំខំម្ដងគេមិនដែលខ្វល់មេសេចមិនឆ្លើយខលក៏មិនលើចិត្តកាន់តែច្របងគេពិតមិនយល់ថាខ្ញុំអាយកាប៉ុណ្ណាក៏ដឹងទេថាខ្ញុំខូចចិត្តទូរស័